សួស្តីអ្នកនរគ្នាខ្ញុំឆេស៊ីត្រឡប់មកវិញហើយមកបន្តសាច់រឿងយើងទៀតដូចដែលយើងចាំហើយការពិភាក្សាមុនហ្នឹងគឺស៊ូអេហ្នឹងបាននាំប្រុសមកផ្ទះយកឲ្យប្រុសពាក់សំខាន់ឪមកតន់ពេលហ្នឹងប៉ាហ្នឹងក៏សួរថាណាគេហ្នឹងកូនស៊ូអេហ្នឹងក៏និយាយទាំងភ័យថាប៉ាចាំស្ដាប់ខ្ញុំហ្នឹងបកស្រាយសិនតែអូនយុកហ្នឹងគាត់ឃើញមិនស្រួលគាត់ក៏ចេញមុខបកស្រាយដោយខ្លួនឯងគាត់ថាគាត់ហ្នឹងគឺជាមិត្តរួមថ្នាក់របស់ស៊ូអេហើយដោយសារតែកៅអៅរបស់គាត់ហ្នឹងត្រូវភ្លៀងសើមអស់ហើយចឹងហើយស៊ូអេហ្នឹងក៏បានឲ្យគាត់ហ្នឹងខ្ចីកៅអៅខ្លះហើយពេលដែលប៉ាស៊ូអេឮថាខ្ចីកៅអៅគាត់ហ្នឹងក៏សន្លឹងទៅមើលកៅអៅដែលអូនយុកហ្នឹងកំពុងតែពាក់ឃើញថាគឺជាអាវសំណប់ចិត្តរបស់គាត់ហើយអូនយុកហ្នឹងគាត់ចាប់អារម្មណ៍ថាលោកឪកំពុងតែសន្លឹងមកអាវហ្នឹងហើយគាត់ហ្នឹងក៏និយាយបកស្រាយតទៅគាត់ថាឲ្យគាត់សុំទោសដោយសារតែគាត់ហ្នឹងមិនអាចរើអាវណាដែលត្រូវជាមួយនឹងទំហំរបស់គាត់តែមិនអីទេចាំគាត់ហ្នឹងបោកសម្អាតវាហើយសងត្រឡប់មកវិញមិនចឹងហើយក្មួយហ្នឹងសុំលាទៅមុនហើយបន្ទាប់មកអូនយុកហ្នឹងក៏អោនគោរពដើម្បីជាការជម្រាបលាអញ្ចឹងណាហើយក៏ឆ្លៀតងាកទៅលាស៊ូអេផងដែរតែប៉ាស៊ូអេហ្នឹងគាត់ក៏សួរថាអូនយុកហ្នឹងមានបានហូបអីហើយនៅបើមិនតាន់ទេនៅហូបអាហារពេលល្ងាចសិនទៅពួកម៉ាក់ស៊ូអេនិយាយទៅហៅសិតពួកម៉ាក់ស៊ូអេចឹងហ្មងណាអូនយុកហ្នឹងដូចរៀងតាក់អន្ទើដែរចុងក្រោយទៅសម្ដេចសម្រួលមកគាត់ក៏ងាកត្រឡប់មកវិញហើយហ្នឹងក៏បានណែនាំឈ្មោះរបស់គាត់ដែរថាខ្ញុំបាទឈ្មោះអូនយុកហូបបាយហ្នឹងណាអូនយុកហ្នឹងគាត់រៀងឆ្កងដែរមកស៊ីបាយផ្ទះគេអូនយុកហ្នឹងគាត់ក៏និយាយថាតើខ្ញុំហ្នឹងអាចជួយអីខ្លះបានអត់តែប៉ាស៊ូអេហ្នឹងនិយាយទាំងរាក់ទាក់ថាអូយមិនបាច់ទេទៅរកកន្លែងអង្គុយចាស់ចិត្តហើយអូនយុកនោះពេលមកអង្គុយគាត់ហួចចិត្តចង់ងាប់ហើយគាត់ថាគាត់អត់ស្មានទេថាសុកគាត់មកនៅផ្ទះរបស់ស៊ូអេនេះសំខាន់លោកឪរបស់គេហ្នឹងកំពុងតែចម្អិនអាហារឲ្យគាត់ហូបទៀតពេលហ្នឹងស៊ូអេគាត់ចាក់ទឹកដាក់កែវអញ្ចឹងហើយគាត់ក៏ហុចទៅឲ្យអូនយុកមិនដែរមិនហុចទេគឺបោករបៀបថាដេញភ្ញៀវហ្មងអូនយុកហ្នឹងគឺមិនទាន់ដឹងទេថាគេចង់ដេញស៊ូអេហ្នឹងក៏សម្លក់ថ្មែដាក់អូនយុកហើយកែវភ្នែកហ្នឹងគឺចង់និយាយថាហើយនិយាយលេងនិយាយមែននៅហូបបាយហ្នឹងហើយអូនយុកហ្នឹងគាត់ក៏ប្រើប្រាស់ចិញ្ចើមរបស់គាត់ហ្នឹងតបទៅវិញថាហើយឲ្យគាត់ធ្វើម៉េចបដិសេធមិនកាត់បើលោកឪគាត់ហៅហើយកំពុងតែសង្គ្រាមទឹកមុខដាក់គ្នាទៅវិញទៅមកហ្នឹងពេលហ្នឹងប៉ាស៊ូអេហ្នឹងក៏ហៅស៊ូអេហ្នឹងឲ្យទៅជួយភ្លក់ម្ហូបពេលដើរទៅភ្លក់ម្ហូបហ្នឹងក៏ស៊ូអេមិនភ្លេចសម្លក់អូនយុកដែរពេលដែលភ្លក់ហ្នឹងប៉ាស៊ូអេក៏សួរថាមិនដែរសាបខ្លាំងអត់ពេលហ្នឹងស៊ូអេធ្វើកាយវិការចេញមកធ្វើដូចពិបាកលេបណាស់ចឹងប៉ាស៊ូអេឡើងភ័យសួរថាអើយមិនមែនហូបបាត់កាទេមែនតែស៊ូអេហ្នឹងក៏ចង់និយាយថាអត់ទេឆ្ងាញ់ខ្លាំងមែនតែនហេតុអីបានស្នាដៃរបស់ប៉ាហ្នឹងកាន់តែល្អទៅអញ្ចឹងប៉ាស៊ូអេនេះភ័យចំបកាច់គាត់ថាអូយគាត់ស្មានតែវាហ្នឹងអត់ឆ្ងាញ់ទេហើយមិនដែរប៉ុណ្ណឹងយកឈ្នះចិត្តមកឯងបាននៅស៊ូអេហ្នឹងក៏និយាយលេងសើចថាអូយប្រហែលមិនទាន់បានទេហើយកូនគេហ្នឹងក៏សើចហោះស្របពេលជាមួយគ្នាហ្នឹងក៏មិនផុតពីភ្នែករបស់អូនយុកដែរស្រឡឹងមើលទៅគ្រួសារគេមានតំណែងល្អសើចសប្បាយមួយគ្នាស៊ូអេហ្នឹងក៏លពើគាត់ហ្នឹងក៏ទៅរើមើលថង់ដែលប៉ារបស់គាត់ទិញមកហ្នឹងមានអីខ្លះហើយក៏ឃើញថាមានវ៉ាញមាននំខេកគាត់ក៏ឆ្ងល់សួរថាមានកម្មវិធីអីមែនប៉ាស៊ូអេហ្នឹងក៏ថាកូនឯងភ្លេចហើយមែនថ្ងៃហ្នឹងគឺជាថ្ងៃគម្រប់ខួប anniversary រវាងម៉ាក់ហើយនិងប៉ាស៊ូអេហ្នឹងគាត់នឹកឃើញអូគាត់វិសទៅភ្លេចហើយពេលហ្នឹងគាត់ទៅរើមើលទៅឃើញមានសបុតនៅក្នុងនំខេកហ្នឹងទៀតពេលដែលស៊ូអេដកចេញមកហ្នឹងគាត់ក៏អានលឺដោយសបុតហ្នឹងបាននិយាយថាទៅកាន់ហូយុនជាទីស្រឡាញ់របស់បងតែម្នាក់គត់និយាយទៅហូយុនហ្នឹងគឺជាឈ្មោះម៉ាក់របស់ស៊ូអេអានតែឃ្លាដំបូងហ្នឹងគឺថាចង់កាំងបេះដូងជ្រិញខ្លាំងពេកតែពេលហ្នឹងប៉ាស៊ូអេក៏ប្រាប់ថាអើយម្ហូបឆ្អិនហើយតោះយើងញ៉ាំបាយហើយម្ហូបហ្នឹងក៏បានលើកមកកាន់ពេញតុអូយមានម្ហូបស្អីខ្លះហើយអ្នកគ្នាមានកកោមានអីនេះអានោះប្រហែលជាឆាកៅអៅឈូកចេះថាហ្នឹងស្អីទេអាពេលកំពុងតែស្រស់ស្រូបអាហារហ្នឹងទូរស័ព្ទស៊ូអេហ្នឹងក៏ញ័រពេលតែគាត់បើកមកនៅឃើញ notification មួយដែលចេញពី Naver Blog របស់គាត់ទាក់ទងទៅនឹងការផុសរបស់គាត់ថាគាត់នឹងជប់សម្រាប់សរសេររឿងកលាបខ្មៅនិយាយទៅនៅក្នុង Naver Blog ហ្នឹងគឺស៊ូអេគាត់ប្រើប្រាស់ដើម្បីសរសេររឿងនិពន្ធរបស់គាត់មានន័យថាគាត់សរសេរទៅមានអ្នកចូលអានចូលអីចឹងណាហើយក៏មានអ្នក comment អីផ្សេងហ្នឹងហើយនៅក្រោមផុសដែលគាត់ថាគាត់ជប់សម្រាប់ហ្នឹងក៏មាន comment មួយ comment ថាអត់ទេសូមបង្វល់អេស៊ូហើយអេស៊ូហ្នឹងគឺជាឈ្មោះអ្នកនិពន្ធរបស់ស៊ូអេហ្នឹងគាត់ឈ្មោះស៊ូអេប៉ុន្តែឈ្មោះនិពន្ធរបស់គាត់គឺអេស៊ូគ្រាន់តែត្រឡប់គ្នាហ្នឹងដោយ fan ម្នាក់ហ្នឹងគឺគាត់ស្រែកហ្មងគាត់ថាគាត់រងចាំអាភាគទី78ហ្នឹងយូរហើយមានហេតុផលអីទៅបានជាស៊ូអេហ្នឹងឈប់សរសេរអញ្ចឹងនិយាយទៅប្រកាច់ប្រកិនពេញក្នុង comment ហ្នឹងហ្មងស៊ូអេឃើញហើយឡើងហួសចិត្តថាថៃហ្នឹងបន្ទាប់មកគាត់ក៏បានដាក់ vlog របស់គាត់ហ្នឹងទៅជា private ឯកជនអត់ឲ្យអ្នកណាគេហ្នឹងចូលមើលបានទេដើម្បីកុំឲ្យឃើញមាន comment ញ៉ៃៗទាំងអស់ហ្នឹងទៀតហើយនៅពេលដែលគាត់ចុចដាក់ជា private ហើយកំឡុងពេលដែលដំណើរការហ្នឹងយើងក៏ឃើញថាមានលោតសារមួយហ្នឹងបាននិយាយថានិយាយចឹងអ្នកឯងផ្អាកសរសេរហ្នឹងគឺដោយសារតែមិត្តប្រុសរបស់អ្នកត្រូវអត់ហើយបន្ទាប់មក comment ហ្នឹងវាក៏បាត់ទៅដោយសារតែស៊ូអេហ្នឹងគាត់បានដាក់
blog របស់គាត់ហ្នឹងទៅជា private ចឹងហើយគឺស៊ូអេគាត់អាចអាន comment ចុងក្រោយហ្នឹងទេពេលនោះប៉ាស៊ូអេហ្នឹងក៏និយាយជាមួយអ៊ុនយុកគាត់ថានិយាយចឹងអ៊ុនយុកមើលទៅសង្ហាដែរនេះស៊ូអេលឺហើយឡើងកើតទៅជាសិលាដល់ពេលអ៊ុនយុកនោះឆ្លក់បាយចំបកាច់ហើយអ៊ុនយុកនោះក៏និយាយអរគុណទាំងទើសតួផងអីផងហើយប៉ាស៊ូអេហ្នឹងក៏ងាកមកសួរស៊ូអេថាហេស៊ូអេនិយាយចឹងមានតែប្រុសសង្ហាទេមិនមែននៅសាលាឯងហ្នឹងហើយហេតុអីបានមីនូហើយអ៊ុនយុកមើលទៅសង្ហាដល់ថ្នាក់ហ្នឹងអញ្ចឹងហើយអញ្ចឹងមីនូនឹងអត់ប្រច័ណ្ឌទេបើសិនជាមីនូនឹងដឹងថាអ៊ុនយុកនឹងមកលេងផ្ទះយើងអេនេះគ្រាន់តែឮឈ្មោះមីនូភ្លាមគឺឆ្លក់បកាច់បកិនហើយតុកបាយម្ដងក៏ក្លាយទៅជាតុកស្ងប់ស្ងាត់អត់មានអ្នកណាគេហ៊ាននិយាយអីទេគឺរក្សាភាពស្ងាត់ស្ងៀមប៉ាស៊ូអេហ្នឹងក៏គាត់ដឹងថាគាត់និយាយអីមួយខុសហើយគាត់ក៏សួរថាគាត់និយាយអីខុសមែនហើយបន្ទាប់ពីការញ៉ាំបាយហ្នឹងហើយទៅប៉ាស៊ូអេហ្នឹងគាត់ក៏លាងចានដូចថាឲ្យភ្ញៀវលាងចានមិនត្រូវគាត់ហ្នឹងជាអ្នកលាងទៅពេលកំពុងលាងគាត់ក៏សួរអ៊ុនយុកដែរថាអ៊ុនយុកហ្នឹងមានដឹងថាចំណតឡានក្រុងនៅណាអត់តែប៉ុន្តែគាត់ហ្នឹងក៏ចង់ជូនអ៊ុនយុកហ្នឹងទៅដល់ផ្ទះដែរប៉ុន្តែគាត់ហ្នឹងត្រូវទៅទទួលយកម៉ាក់ស៊ូអេហ្នឹងមកពីកន្លែងធ្វើការសិនអញ្ចឹងហើយស៊ូអេហ្នឹងត្រូវជូនអ៊ុនយុកទៅចំណតឡានក្រុងហើយគាត់ហ្នឹងក៏និយាយបាយទៅកាន់អ៊ុនយុកហើយអ៊ុនយុកគាត់ក៏អោនគោរពលាតាមបែបគូសំអញ្ចឹងទៅចេញមកក្រៅហ្នឹងក៏ជិះចរាយន្តហ្នឹងជាមួយនឹងស៊ូអេតែ2នាក់អញ្ចឹងណាអូនិយាយពីថាអ៊ុនយុកកន្លែងនេះខ្ញុំនិយាយមែនស្ទីវ៉ាត់ដូហ្មងនេះនិយាយទៅកៅអៅហ្នឹងគឺគាត់ពាក់ចេញមកគឺសមហ្មងគ្រាន់តែត្រូវការម៉ូតសក់ការពារកម្ដៅថ្ងៃហើយនឹងមួកសុវត្ថិភាពទៀតមកគឺថាហើយពេលនៅក្នុងចរាយន្តហ្នឹងគឺម្នាក់ហ្នឹងគឺដូចមិនទេព្រោះអត់មានពាក្យអីនិយាយហើយពេលនោះស៊ូអេគាត់គិតថាអើយអ៊ុនយុកហ្នឹងក៏ប្រហែលជាមានអារម្មណ៍ថាមិនសូវស្រួលចិត្តដូចគាត់ដែរហើយពេលដែលស៊ូអេហ្នឹងគាត់ក៏លេចទៅមើលអ៊ុនយុកហ្នឹងឃើញថាម៉ូតូអ៊ុនយុកឡើងសង្ហាហ្មងពាក់អាវផ្កាហ្នឹងស៊ូអេហ្នឹងឡើងភ្ញាក់ថាចំអាវហ្នឹងមើលទៅស្អាតមែនស៊ូអេហ្នឹងគាត់អត់ទុកចិត្តគាត់ហ្នឹងក៏យកដៃបាំងមុខរបស់អ៊ុនយុកហើយគាត់ស្រឡឹងមើលតាអាវហ្នឹងឯងគាត់នឹងមានអារម្មណ៍ថាអាវហ្នឹងគឺស្រែងងោងយកហ្មងអញ្ចឹងហើយតាមការវិភាគរបស់ស៊ូអេហ្នឹងគឺមិនមែនមកពីអាវហ្នឹងស្អាតទេតែមកពីអ្នកពាក់ហ្នឹងស្អាតអញ្ចឹងហើយបានធ្វើឲ្យអាវហ្នឹងមើលទៅវាស្អាតតាមអ្នកពាក់សម្លឹងពេលសុកនោះអ៊ុនយុកក៏ងាកមកវិញស៊ូអេហ្នឹងភ្ញាក់ព្រឺតអ៊ុនយុកហ្នឹងក៏និយាយថាមើលទៅប៉ាម៉ាក់របស់ស៊ូអេហ្នឹងដូចជាមានតំណែងល្អដល់ហើយស៊ូអេហ្នឹងក៏និយាយទាំងខ្មាស់ថាចាព្រោះមើលទៅឃើញជាក់ស្ដែងប៉ាខ្ញុំតែនិយាយថាម៉ាក់ខ្ញុំគឺជាមនុស្សតែម្នាក់ដែលគាត់ហ្នឹងត្រូវធ្វើអីគ្រប់យ៉ាងដើម្បីតាក់ទាញចិត្តហ្នឹងអស់មួយជីវិតរបស់គាត់ហ្មងអ៊ុនយុកហ្នឹងលឺហើយក៏ញឹមអញ្ចឹងហើយស៊ូអេហ្នឹងក៏បន្តនិយាយទៀតថាដោយសារតែអញ្ចឹងហើយបានជាខ្ញុំហ្នឹងគិតថាឲ្យតែតំណែងទាំងអស់ហ្នឹងគឺសុទ្ធតែដូចជាឪពុកម្ដាយរបស់ខ្ញុំកាលពីខ្ញុំនៅក្មេងខ្ញុំថែមទាំងបានសន្យានឹងខ្លួនឯងថាខ្ញុំនឹងជួបមនុស្សដែលផ្អែមល្ហែមដូចជាប៉ារបស់ខ្ញុំប៉ុន្តែបន្ទាប់ពីខ្ញុំបានជួបគ្នាជាមួយនឹងមីនូទើបខ្ញុំនឹងបានដឹងថាមនុស្សប្រុសគ្រប់គ្នាគឺមិនមែនសុទ្ធតែផ្អែមល្ហែមដូចប៉ាខ្ញុំទេអ៊ុនយុកនឹងក៏និយាយថាស៊ូអេនឹងប្រកាសជាខកចិត្តហើយស៊ូអេក៏ថាត្រូវហើយខ្ញុំខកចិត្តប៉ុន្តែបន្ទាប់មកទៀតនឹងខ្ញុំក៏សម្រេចចិត្តថាបើខ្ញុំអត់អាចរកមនុស្សប្រុសដែលដូចប៉ាខ្ញុំបានទេអញ្ចឹងខ្ញុំគួរតែខ្លាចទៅជាមនុស្សដែលដូចប៉ារបស់ខ្ញុំគិតថាមីនូនឹងគាត់អាចនឹងផ្លាស់ប្ដូរហើយបន្សំខ្លួនជាមួយនឹងខ្ញុំដូចជាម៉ាក់របស់ខ្ញុំនឹងបន្សំខ្លួនជាមួយនឹងប៉ារបស់ខ្ញុំដល់ពេលស៊ូអេនិយាយហើយមានអារម្មណ៍ថាភ្ញាក់ខ្លួនណាដូចថាអញដូចនិយាយច្រើនពេកមិនទេនេះមានអារម្មណ៍ថាដូចជារៀងមានអារម្មណ៍កក់ក្ដៅជាមួយនឹងអ៊ុនយុកជាងមុនបន្ទាប់ពីបានញ៉ាំបាយជាមួយគ្នាអីចឹងណាហើយស៊ូអេនឹងគាត់ក៏សើចទាំងខ្មាស់ថាប្រហែលជាអញ្ចឹងហើយបានជាអ៊ុនយុកគិតថាខ្ញុំជាមនុស្សល្ងងតែអ៊ុនយុកបែរជានិយាយថាខ្ញុំអត់បានគិតអញ្ចឹងផងខ្ញុំឈប់គិតទៅលើស៊ូអេឯងបែបហ្នឹងទៀតហើយឥឡូវហ្នឹងគឺខ្ញុំចាប់ផ្ដើមយល់ពីស៊ូអេឯងហើយខ្ញុំយល់ថាហេតុអីបានជាស៊ូអេឯងធ្វើបែបហ្នឹងជាមួយនឹងមីនូអានេះនិយាយសួរស្ដាប់ទៅស៊ូអេគាត់ឃើញជីវិតស្នេហាឪពុកម្ដាយរបស់គាត់ហ្នឹងគឺជោគជ័យអញ្ចឹងហើយគឺគាត់ចង់បានជីវិតជោគជ័យចឹងដែរព្រោះតាប៉ារបស់គាត់ហ្នឹងគឺជាមនុស្សដែលយកចិត្តទុកដាក់ផ្អែមល្ហែមអីចឹងណាតែការពិតវាមិនដូចការគិតទេដូចដែលយើងឃើញចរិតមីនូស្រាប់ហើយអញ្ចឹងហើយស៊ូអេហ្នឹងគាត់ហ្នឹងមិនចោះចាញ់ទេគាត់បែរជាគិតថាបើគាត់មិនអាចក្លាយជាមនុស្សដែលមានសំណាងដូចម៉ាក់របស់គាត់អញ្ចឹងគាត់ធ្វើជាមនុស្សដែលដូចប៉ារបស់គាត់ទៅចំណុចហ្នឹងគឺល្អខ្លាំងមែនតើអ្នកនរគ្នាដូចជីវិតយើងសពថ្ងៃអញ្ចឹងយើងចង់ឲ្យមានមនុស្សល្អៗចូលមកក្នុងជីវិតយើងប៉ុន្តែវាមិនមែនមនុស្សគ្រប់គ្នាចូលមកជាមនុស្សល្អសម្រាប់យើងអញ្ចឹងយើងអាចធ្វើជាមនុស្សល្អសម្រាប់អ្នកដទៃយើងចង់បានរបស់ហ្នឹងប៉ុន្តែយើងអត់បានរបស់ហ្នឹងឯងប៉ុន្តែយើងអាចក្លាយទៅជារបស់ហ្នឹងវារបៀបអញ្ចឹងណាអ្នកគ្នាអូយល់ហើយទៅខ្ញុំដឹងទេនិយាយទៅអ្នកគ្នាធ្វើល្អដាក់មនុស្សគ្រប់គ្នាទៅកុំតែធ្វើល្អដាក់ជាមួយពួកសៀមពួកនឹងអត់សមទទួលបានទេអូខេអរគុណតមកសាច់រឿងយើងវិញហើយចាប់ពីថ្ងៃហ្នឹងមកថ្ងៃដែលអ៊ុនយុកហ្នឹងបានទៅផ្ទះរបស់ស៊ូអេហ្នឹងណានៅទីណាក៏ដោយឲ្យតាអ៊ុនយុកហ្នឹងឃើញស៊ូអេគឺអ៊ុនយុកហ្នឹងស្រែកហៅស៊ូអេហ្មង
របៀបថាអូនយកហ្នឹងគឺបង្ហាញកាយវិការមកដូចជាអ្នកទាំងពីរហ្នឹងគឺស្និទ្ធស្នាលខ្លាំងមែនតើនិយាយថារូបម៉ាស្លឹកហ្នឹងគឺឆាបបេះដូងខ្លាំងហ្មងហើយភាគទី15របស់យើងក៏បានឈានមកដល់ទីបញ្ចប់អរគុណអ្នកនរសម្រាប់ការគាំទ្រសម្រាប់អ្នកអត់ទាន់ Subscribe ហ្នឹងជួយ Sub ឲ្យផងអរគុណបាយបាយ Good night មុនចូលដេកកុំភ្លេចជេរពួកសៀមផង